លោកព្រឹទ្ធាចារ្យវ៉ាន់ម៉ូលីវ៉ាន់កំពូលអ្នករចនាប្លង់ខ្មែរនិងបដិវត្តស្ថាបត្យកម្មខ្មែរទំនើបនៅពេលដែលយើងធ្វើដំណើរក្នុងរាជធានីភ្នំពេញយើងតែងតែឃើញសំណង់ស្ថាបត្យកម្មដ៏ស្កឹមស្កៃរៀបរយនិងមានព្រលឹងយ៉ាងប្លែកភ្នែកពីវាមានឯករាជ្យដ៏សមរម្យល្អឥតខ្ចោះទៅពហុកីឡាដ្ឋានជាតិអូឡ িম্প ិកដែលធំល្វឹងល្វើយរហូតដល់សាលសន្តិសិទ្ធចតុមុខរូបរាងដូចផ្លិតលាតតើអ្នកដឹងទេថាសំណង់និមិត្តរូបនៃមោទនភាពជាតិទាំងនេះមិនមែនការចេញពីគំនិតរបស់អ្នកជំនាញបរទេសណាឡើយប៉ុន្តែវាជាស្នាដៃកើតចេញពីខួរក្បាលនិងបេះដូងរបស់កូនខ្មែរដ៏កំពូលម្នាក់ដែលពិភពលោកស្គាល់ថាជាបិតាស្ថាបត្យករខ្មែរលោកគឺជាបុរសដែលបានគូសវាសមុខមាត់រាជធានីភ្នំពេញឲ្យប្រែមុខមាត់ជាគុជនៅអាស៊ីក្នុងទសវត្សរ៍ឆ្នាំ1960ថ្ងៃនេះខ្ញុំសូមនាំបងប្អូនមកស្គាល់លោកព្រឹទ្ធាចារ្យវ៉ាន់ម៉ូលីវ៉ាន់លោកវ៉ាន់ម៉ូលីវ៉ាន់កើតនៅក្នុងឆ្នាំ1926ក្នុងខេត្តកំពតដោយសារភាពឆ្លៀសវៃនិងការខិតខំរៀនសូត្រនៅក្នុងឆ្នាំ1946លោកបានទទួលអាហារូបករណ៍រដ្ឋាភិបាលទៅរៀនជំនាញផ្នែកស្ថាបត្យកម្មនៅសាលាវិចិត្រសិល្បៈដ៏ល្បីល្បាញ École des Beaux-Arts នៅក្នុងទីក្រុងប៉ារីសប្រទេសបារាំងនៅឆ្នាំ1955បន្ទាប់ពីបញ្ចប់ការសិក្សាលោកបានសម្រេចចិត្តត្រឡប់មកមាតុភូមិវិញភ្លាមៗហើយត្រូវបានព្រះករុណាព្រះបរមរតនកោដ្ឋព្រះបាទនរោត្តមសីហនុតែងតាំងជាស្ថាបត្យកររដ្ឋ State Architect ក្នុងអាយុត្រឹមតែ29ឆ្នាំនៅទីនេះហើយដែលលោកបានបង្កើតបដិវត្តចលនាស្ថាបត្យកម្មខ្មែរទំនើបដោយបញ្ចូលគ្នាយ៉ាងឆ្លាតវៃរវាងបច្ចេកវិទ្យាស៊ីម៉ង់អាមេទំនើបបែបអឺរ៉ុបជាមួយនឹងព្រលឹងសិល្បៈប្រាសាទបុរាណខ្មែរនិងបច្ចេកទេសរចនាសម្របតាមធម្មជាតិដើម្បីឲ្យអគារនីមួយៗមានពន្លឺនិងខ្យល់អាកាសធម្មជាតិចេញចូលបានត្រជាក់ស្រួលដោយមិនចាំបាច់ពឹងផ្អែកលើម៉ាស៊ីនត្រជាក់ឡើយនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ1950និង1960លោកបានគូប្លង់និងដឹកនាំការសាងសង់សំណង់សំខាន់ៗជិត100កន្លែងនៅទូទាំងប្រទេសស្នាដៃឯកដ៏ល្បីល្បាញបំផុតរួមមានវាមានឯករាជ្យនៅក្នុងឆ្នាំ1958យកទម្រង់ផ្កាឈូកនិងក្បាច់ប្រាសាទបាគងបង្កើតជាវិមាននិមិត្តរូបនៃសេរីភាពនិងឯករាជ្យជាតិពហុកីឡាដ្ឋានជាតិអូឡ িম্প ិកនៅក្នុងឆ្នាំ1964ដែលអាចផ្ទុកមនុស្សបានជាង 60000 នាក់ហើយអ្វីដែលអស្ចារ្យគឺលោកបានច្នៃប្រព័ន្ធជីកដីជុំវិញធ្វើជាអាងស្តុកទឹកឬបារាយដើម្បីការពារទឹកជំនន់ក្នុងក្រុងនិងធ្វើឲ្យខ្យល់បក់ចូលកីឡាដ្ឋានត្រជាក់ជានិច្ចសាលសន្តិសិទ្ធចតុមុខនិងវិទ្យាស្ថានភាសាបរទេស IFL ដែលមានដំបូលរាងដូចមួកស្លឹកត្នោតនិងជញ្ជាំងចោះរុនខ្យល់យ៉ាងប្រណិតច្នៃប្រឌិតប៉ុន្តែជាអកុសលសង្គ្រាមស៊ីវិលឆ្នាំ1970បានចូលមកដល់និងបានបង្ខំឲ្យលោកត្រូវចាកចេញពីស្រុកខ្មែរទៅភៀសខ្លួននៅប្រទេសស្វីសនៅទីនោះលោកបានយកចំណេះដឹងទៅធ្វើការឲ្យអង្គការសហប្រជាជាតិ UN Habitat អស់រយៈពេលជិត20ឆ្នាំលុះដល់ឆ្នាំ1991នៅពេលដែលស្រុកខ្មែរមានសន្តិភាពលោកបានត្រឡប់មកកម្ពុជាវិញហើយបានទទួលតំណែងជាប្រធានអាជ្ញាធរជាតិអប្សរាដំបូងគេលោកបានលះបង់កម្លាំងកាយចិត្តយ៉ាងខ្លាំងក្នុងការរៀបចំនិងការពារតំបន់រមណីយដ្ឋានអង្គរកុំឲ្យមានការសាងសង់សំណង់ខុសច្បាប់រហូតអង្គរវត្តអាចរក្សាឈ្មោះជាបេតិកភណ្ឌពិភពលោកនៃ UNESCO បានរហូតដល់សព្វថ្ងៃលោកព្រឹទ្ធាចារ្យបានទទួលអនិច្ចកម្មនៅក្នុងឆ្នាំ2017ក្នុងជន្មាយុ90ឆ្នាំដោយបន្សល់ទុកនូវមរតកស្ថាបត្យកម្មដ៏មហាសាលខ្សែជីវិតរបស់លោកព្រឹទ្ធាចារ្យវ៉ាន់ម៉ូលីវ៉ាន់បង្រៀនយើងថាស្ថាបត្យកម្មមិនមែនត្រឹមតែជាការបូកស៊ីម៉ង់និងឥដ្ឋនោះទេប៉ុន្តែវាគឺជាព្រលឹងអត្តសញ្ញាណនិងជាការរួមផ្សំរវាងអតីតកាលជាមួយនឹងអនាគតលោកបានបង្ហាញឲ្យពិភពលោកយើងឃើញថាខួរក្បាលនិងស្នាដៃខ្មែរអាចបង្កើតជាអភូតហេតុស្ថាបត្យកម្មលំដាប់ពិភពលោកបានយ៉ាងមានមោទនភាព